បងប្អូនធ្លាប់ឮសុភាសិតមួយឃ្លាគេនិយាយថាស្វាស៊ីបាយលាបមាត់ពពែបងប្អូនចង់ដឹងថាតើសាច់រឿងស្វាស៊ីបាយលាបមាត់ពពែមានដំណើររឿងយ៉ាងណាតោះមកតាមដានស្ដាប់ជាមួយខ្ញុំទាំងអស់គ្នាថ្ងៃមួយមានបុរសម្នាក់បានដឹកពពែមួយក្បាលទៅតាមខ្លួនលុះបានទៅដល់ទីវាលស្មៅនឹងទឹកហើយបុរសនោះក៏ដោះលែងពពែឲ្យស៊ីស្មៅចំណែកខ្លួនគាត់ក៏ប្រះខ្លួនដេកលក់ក្រោមដើមឈើដ៏ធំមួយនោះទៅពេលនោះមានសត្វស្វាមួយក្បាលធំនៅលើដើមឈើនោះក៏បានចុះមកស្រែបង្វិចបាយរបស់គាត់ហើយស៊ីបាយរបស់គាត់យ៉ាងឆ្អែតពេលស៊ីរួចស្វាក៏យកដៃដែលប្រឡាក់បាយទៅជូតមាត់ពពែដែលជាសត្វស្លូតបូតរួចក៏ឡើងទៅដេកលើដើមឈើវិញបាត់ទៅឯបុរសនោះពេលភ្ញាក់ឡើងក៏នឹកឃើញឃ្លានបាយស្រាប់តែក្រឡេកទៅឃើញបាយជ្រុះរាយប៉ាយត្រីអាំងក៏អស់បាយក៏អស់ខឹងជាខ្លាំងលុះងាកទៅពពែវិញឃើញមាត់ពពែសុទ្ធតែបាយក៏សម្គាល់ថាសត្វពពែចង្រៃនេះហើយដែលស៊ីបាយរបស់អញបុរសឆោតល្ងង់នោះក៏យកដំបងមកសំពងពពែស្លូតត្រង់យ៉ាងធ្ងន់ដៃនៅក្នុងសាច់រឿងស្វាស៊ីបាយលាបមាត់ពពែនេះក្នុងន័យនយោបាយគឺចង់សំដៅទៅលើល្បិចកលរបស់អ្នកនយោបាយមួយចំនួនឬក្រុមណាមួយដែលបំភាន់ការពិតដោយយកកំហុសរបស់ខ្លួនទៅទម្លាក់ឲ្យអ្នកដទៃដែលមិនបានប្រព្រឹត្តកំហុស